អូយបងថ្លៃស្រីខ្ញុំមកដល់ហើយហាហាហាសួស្ដីបងថ្លៃស្រីឧត្តមសេនីយ៍ឲ្យអ្នកបានខិតខំធ្វើការណាស់ហាហាហាប្តីខ្ញុំឲ្យមានរឿងអ្វីកើតឡើងតើអ្នកមិនបាននិយាយថាខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចេញមកទេមាននរណាម្នាក់នឹងមកដល់ឆាប់នេះអ្នកបានជួយខ្ញុំកម្ចាត់មនុស្សនោះចានផ្លែឈើនេះជារបស់អ្នករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានផ្ដល់ជូននៅពេលបញ្ចប់បើអ្នកអាចរកលុយបានចូលនិយាយមុននេះខ្ញុំស្គាល់អាជីវកម្មនេះបងប្រុសហេនិងវីលខ្ញុំបានឮថាអ្នកនៅរស់ខ្ញុំបានធ្វើដំណើររាប់ពាន់ម៉ាយពីយ៉េងណែនដើម្បីជួបអ្នកពេលរួវីនៃគ្រូសាបេនៃយ៉េងណែនគាត់ធ្លាប់ជាប់ពាក្យជាមួយហ៊ីសេពីមុនស្ត្រីដ៏មានទេពកោសល្យម្នាក់ដែលបានរត់គេចខ្លួនភ្លាមពេលឬដំណឹងពីការស្លាប់តែបៃតងធ្វើឲ្យភ្នែកខ្ញុំហូរទឹកភ្នែកបងប្រុសហេនេះគឺបៃរវ៉ៃមើលមកខ្ញុំវាបានបង្ហាញថាជាអ្នកស្រីបៃថ្ងៃនេះប្តីខ្ញុំផឹកច្រើនពេកមិនអាចកាន់ស្រាបានមិនស័ក្តិសមសម្រាប់ការរំលឹកឡើងវិញទេហេតុអ្វីអ្នកមិនមកម្ដងទៀតនៅថ្ងៃស្អែកតើអ្នកជានរណាបច្ចុប្បន្នខ្ញុំជាស្រីកំណានវ័យក្មេងរបស់គ្រូសាហឺដូច្នេះអ្នកគឺជាអ្នកដែលបានផ្ដល់ឲ្យស្ត្រីដែលបានរៀបចំពិធីមង្គលការខ្មោចសម្រាប់បងប្រុសហេជីវិតនេះខុសពីជីវិតមុនតើមនុស្សអាក្រក់ទាំងនេះហ៊ាននៅតែស្នាក់នៅក្នុងវិមានគ្រាយ៉ាងដូចម្ដេចវិមានគ្រាដូច្នេះអ្នកគឺជាអ្នកដែលបានផ្ដល់ឲ្យស្ត្រីដែលបានរៀបចំពិធីមង្គលការខ្មោចសម្រាប់បងប្រុសហេមនុស្សមកពីភពផ្សេងគ្នាក្នុងជីវិតនេះដែលវាសនារបស់ពួកគេមិនស្គាល់តើអ្នកហ៊ានស្នាក់នៅវិមានគ្រាដោយរបៀបណាសម្ដីរបស់កញ្ញាបៃពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំត្រូវបានព្រះចៅអធិរាជភ្ជាប់ពាក្យនាងត្រូវបានបរិសុទ្ធ8អ្នកសែងដោយកៅអីសេដានដ៏ធំមួយឆ្លងកាត់ច្រកទ្វារធំចូលទៅក្នុងវិមានគ្រួសារខ្ញុំមិនស្នាក់នៅក្នុងវិមាននេះទេតើពួកគេអាចស្នាក់នៅទីបញ្ចុះសុបដូនតាគ្រូសាហេបានទេស្វាមីរបស់អ្នកបានស្លាប់នៅក្នុងសមរភូមិពេលសាកសពបាត់ទៅហើយមនុស្សខ្លះអាចលាក់ខ្លួនបានលឿនជាងទន្សាយទៅទៀតខ្លាចជួបសំណាងអាក្រក់សំបីតែបន្តិចឥឡូវនេះមនុស្សនោះបានរស់ឡើងវិញហើយតាមពិតទៅឡាវពូទីនបានធ្វើដំណើរដ៏វែងឆ្ងាយដើម្បីមកនិងចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនរបស់គាត់បងស្រីគ្រូសាបៃប្រសិនបើអ្នកចាត់ទុកខ្លួនឯងជាភ្ញៀវក្នុងនាមជាម្ចាស់ផ្ទះរបស់អ្នកខ្ញុំនឹងរៀបចំអាហារជូនអ្នកប៉ុន្តែប្រសិនបើអ្នកមានបំណងផ្សេងទៀតបន្ទាប់មកសូមចាក់ចេញតើអ្នកគិតថាអ្នកជានរណាអ្នកហ៊ានព្យាយាមបណ្ដេញខ្ញុំចេញមែនទេបងប្រុសហេនិយាយមួយម៉ាត់មកតើខ្ញុំជាអ្វីខ្ញុំបានចំណាយពេលមួយថ្ងៃនៅក្នុងវិមាននេះនាងស្ទើរតែជាស្រីកំណាននៃវិមានគ្រូសាហេគាត់ស៊ីចង់បានខ្ញុំជីវិតទាំងមូលរបស់ខ្ញុំត្រូវបានឧទ្ទិសដល់ការចិញ្ចឹមកូនរបស់គាត់បើគាត់មិនចង់បានខ្ញុំទេខ្ញុំនឹងនៅទីនេះជាមួយគ្រូសានេះខ្ញុំបានយកឯកសារលេងលះហើយខ្ញុំនឹងមិនអូសវាចេញទេប៉ុន្តែនោះគឺសម្រាប់អនាគតឥឡូវនេះមាននរណាម្នាក់កំពុងមកការបញ្ជូនកញ្ញាបៃចេញពីវិមានពួកគេបានជួយចៅហ្វាយវ័យក្មេងត្រឡប់ទៅទីធ្លាខាងក្រោយវិញដើម្បីសម្រាកអ្នកនាងបៃសូមតាមយើងចេញពីវិមានអ្នកហ៊ានអបអរសាទរបងប្រុសហេទុកឲ្យខ្ញុំទៅ